បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលចំការតឡាចរបស់បងណេនដែលគាត់ប្រើប្រាស់នៅក្រុមហ៊ុន GCP ញ៉ាំហើយចង់ឲ្យបងប្អូនមើលថាចំការតឡាចរបស់គាត់នេះគឺកាន់ក្តាប់បានល្អហើយក្តាប់ស្អាតពណ៌សម្បុរក៏ស្អាតដែរបងប្អូនបងជំរាបសួរបងបាទជំរាបសួរបងបាទទៅប្រមូលផលបានល្អហើយបងបាទអូបានគូសំដែរទៅចឹងអូផ្លែល្អបងណាបាទបងសុកនេះគេហៅគុំអីដែរបងជួយរៀបរាប់ប្រាប់បន្តិចបងនៅខាងហ្នឹងគុំអីបងចិនលេនក្រុងពូខេត្តកណ្ដាលក្រុងពូខេត្តកណ្ដាលបងណាបាទហើយបងប្រមូលផលនេះបានប្រហែលថ្ងៃមកហើយបងខ្ញុំប្រមូលផលនេះបានប្រហែលជារយៈពេលមួយអាទិត្យទេបងណាបងអត់ទិន្នផលវគ្គហ្នឹងបានគួរសមទេបងវគ្គហ្នឹងបានគួរសមណាស់គ្រូអញ្ចឹងហ៎បងហើយអញ្ចឹងលើថាវគ្គមុនបងមានបញ្ហាអីទៅលើតម្លៃហ្នឹងទេបងបញ្ហាវាលឿងដើមអញ្ចឹងហ៎បងបាទចុះឥឡូវមកអីបងឥឡូវវាហៀងខិនបាល់ដល់យើងបាញ់ឆ្នាំបងបាញ់ឆ្នាំមកព្យាបាលបងណាព្យាបាលបងបាញ់ឆ្នាំមកក្រុមហ៊ុន GCP ញ៉ាំហ្នឹងបងហ៎បាទអញ្ចឹងបងបាញ់មកដល់បានវាល្អមកប៉ុណ្ណឹងបងបាញ់ប្រហែលជានិយាយរួមទៅអានេះបាញ់តែ2ថ្ងៃទៅប្រែវិញមកប្រែទៅជាខ្មៅវិញអញ្ចឹងបងឲ្យសន្តិផលយើងប្រហែលថ្ងៃហ្នឹងបងបេះបានប៉ុន្មានដែរបងខ្ញុំសាល់មិញហ្នឹងបាន700គីឡូ700បងណាបាទអាហ្នឹងល្អបងណាល្អអញ្ចឹងមានថាយើងតិចទីទួយទៀតអញ្ចឹងហ៎បងបាទហ្នឹងប្រហែលជា200គីឡូវិញអញ្ចឹងហ៎បាទអញ្ចឹងវាអាឡូធំវានេះដែរអញ្ចឹងវាអាចចង់មកតោនហ្នឹងមែនទេបងបាទតាមហ្នឹងបានឆ្នាំអីបងអូស្គាល់និយាយរួម 4-5 ឆ្នាំហ្នឹងលោកគ្រូអញ្ចឹងបាទលោកគ្រូតែការប្រើរហូតមកបងមានតែប្រើទៅមានបញ្ហាអីទៅលើដំណាំបងអីបងអូលោកគ្រូទៅពេលប្រើទៅវាជួយដល់ទិន្នផលល្អបងផលយើងនេះវាបានល្អអញ្ចឹងផ្លែអូនឹងល្អណាស់បងនេះបាទល្អណាស់ផ្លែនិយាយរួមទៅផ្លែហ្នឹងផ្លែឡើងស្អាតបងផ្លែឡើងស្លូននេះផ្លែស្អាតហ្នឹងបងបាទយើងអត់ទាន់បេះទេបងប៉ុណ្ណឹងបាទអត់ទាន់ហ្នឹងយើងស្អែកណាបាទលោកមកទៅធំដែរបាទមើលផ្លែដែរលោកចុះនេះបងនេះមិនដែរធំនេះអានោះបានហ្នឹងបាទអានោះផ្លែល្អមែនទេបងប្រុសគាត់ប្រើប្រាស់ GCP ញ៉ាំទាំងជីគ្រាប់ទាំងថ្នាំធ្វើឲ្យទិន្នផលរបស់គាត់កើនហើយដីរបស់គាត់នេះអត់ដល់មហាត់ទេបងឬក៏មហាត់អត់ដល់ទេបងបាទដីអត់បានមហាត់ផងបងប្រុសទទួលបានមួយថ្ងៃមួយតោនក្នុងការប្រមូលផលរបស់គាត់ណាហើយបងប្អូនមើលផ្លែស្អាតមួយណាស្អាតអត់មានអីតិចងាយញ៉ងទេគឺផ្លែស្អាតមែនទេអានោះគាត់ប្រើប្រាស់ក្រុមហ៊ុន GCP ញ៉ាំទាំងជីគ្រាប់ទាំងថ្នាំមែនទេបងណាទាំងជីបំពន់